ទទួលស្គាល់ការពិតទទួលស្គាល់នៅបញ្ហាដែលនៅសេសសល់តាំងពីសង្គ្រាមអីមកហើយយើងដាក់ទៅម្ដងអាមិញវិធានការដែលខ្ញុំដាក់ចេញនេះក៏ជាការទទួលស្គាល់នៅបញ្ហាកកស្ទះដែលយើងនៅមានទន្ទឹមដែលយើងមកអបអរសាទរថាយើងវាស់បាន4-10លានបានហើយពីអាណត្តិនេះបូកមួយអាណត្តិមុនយើងចែកបាន9លានបានហើយប៉ុន្តែក៏នៅកកស្ទះយើងក៏ត្រូវថាសិក្សាមើលបញ្ហានៅកន្លែងណាដែលអាចជួយបានជាការទទួលខុសត្រូវរបស់រដ្ឋត្រូវជំរុញការដោះស្រាយដោយរឿងដាក់ចូលទិន្នន័យចែកទិន្នន័យរវាងដែនដីជាមួយនឹងពន្ធដារស្អីហ្នឹងដើម្បីជួយសម្រួលកន្លែងណាដែលត្រូវការពន្លឿនការជួយសម្រួលការប្រតិកលាមួយប្រជាជនដើម្បីឲ្យគាត់មកតាក់ទងទៅកន្លែងណាដែលត្រូវឲ្យប្រជាជនមកចូលរួមហើយជួយសម្រួលឲ្យគាត់ដូចជាការអនុគ្រោះពិន័យទៅលើអាការយឺតឯកសារលើ3ខែស្អីដែលយើងមានពីមុនដើម្បីឲ្យគាត់មកអញ្ចឹងរួមគ្នាចាប់ផ្ដើមពីការទទួលស្គាល់បញ្ហាការដាក់ចេញនៅវិធានការជាក់ស្ដែងដោះស្រាយហើយយើងតាមដានត្រួតពិនិត្យវាយតម្លៃទៀតហើយស្ដាប់ប្រជាពលរដ្ឋតើរឿងវានៅកន្លែងណាទៀតដែលមិនទាន់ដោះស្រាយបានយើងនឹងខិតខំដោះស្រាយបន្តទៀតមិនមែនជាការដោះស្រាយទេគឺជាការដោះស្រាយការពន្យល់និងការរៀបចំដាក់វិធានការផ្សព្វផ្សាយឲ្យបានច្បាស់ពេលខ្លះការលើកឡើងអត់មានហេតុផលយើងពន្យល់ខុសអត់ពន្យល់ក៏ខុសដល់ពន្យល់គេថាយើងមិនដោះស្រាយយើងដោះសារដល់ពេលយើងនិយាយថាខ្ញុំបានដោះស្រាយហើយគេថាយើងអួតតាមដំណើរទៅខ្ញុំមិនអួតមិនបើរដ្ឋាភិបាលគិតខំមន្ត្រីយើងបែកញើសហូរញើសបាទក្រសួងស្ថាប័នគិតខំចុះធ្វើបានក្នុង3ឆ្នាំនេះចូល6លានក្បាលដីទៀតដែលវាស់វែងបានមិនតិចទេមួយក្បាលដីមិនស្រួលទេហើយវាស់ឲ្យប្រកាសហើយចំណាយថ្ងៃសៅរ៍ថ្ងៃអាទិត្យបងប្អូនមន្ត្រីសូវយោដីចុះទៅចែកបានអីមិនទីទេអារឿងវិជ្ជមានរឿងចន្លោះប្រហោងខ្លះវាមានយើងទទួលហើយយើងទទួលសំណូមពរហើយកែសម្រួលតែសុំមើលចំណុចវិជ្ជមានរបស់រដ្ឋាភិបាលរបស់មន្ត្រីយើងដែលខិតខំហូរញើសបែកញើសទៅអង្គុយចាំបងប្អូនថ្ងៃអាទិត្យថ្ងៃសៅរ៍ដើម្បីចែកបានចុះបញ្ជីជូននេះគឺជាការពិតបើយើងគ្មានចន្ទៈមន្ត្រីគ្មានចន្ទៈយើងមិនអាចធ្វើបាន4-10លានក្បាលដីនៅក្នុងរយៈពេលនេះហើយចែកឲ្យសង្ឃឹមថាចែកអស់នៅចុងឆ្នាំ2027ដើម្បីឲ្យប្រជាពលរដ្ឋបានបាទ